ជាទាំងបងប្អូនដែលស្គាល់របស់ខ្ញុំខ្ញុំខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងការពិសោធន៍ភាពពូជស្រងាយថ្មីនិងចំពោះស70តាក់ទងជាមួយនឹងការធ្វើស្រែវាអត់មានអីឆ្ងាយក្រៅពីការរៀបចំដីឲ្យបានស្អាតហើយក្នុងនោះដែរគឺយើងអនុវត្តគោលការណ៍ស្រែល្អដែរមានជាការប្រើប្រាស់ទឹកសូការរលាយដីហើយរូបគោដូចជាចំពោះដែលយើងប្រើហ្នឹងគឺយើងបានជំនួយពីទម្រង់ COL ហើយគាត់បានទិញមកពីខាងការីអញ្ចឹងក្នុងហ្នឹងមានពូជស្រងាយថ្មីហើយនឹងចំបៃស70ស្រូវដែលយើងធ្វើការយកមកព្រោះនេះគឺយើងធ្វើការត្រាំចំនួន24ម៉ោងហើយយើងផ្អាប់វារយៈពេល24ម៉ោងហើយបានយើងចាប់ផ្ដើមយកវាមកព្រោះនៅលើដីដែលយើងបានធ្វើរួចស្រេចហើយស្អាតហើយដូចជាការពង្រាបអូស្មានិងឈុតចង្អុលអីផ្សេងៗចំពោះបច្ចេកទេសនៃការប្រើប្រាស់ជីវិញគឺយើងប្រើ3ដំណាក់កាលទី1នៅអាយុ15ថ្ងៃដំណាក់កាលទី2នៅអាយុ25ថ្ងៃនិងដំណាក់កាលទី3នៅអាយុ45ថ្ងៃអញ្ចឹងស្រែនេះគឺយើងប្រៀបធៀបពូជ2ពូជអញ្ចឹងហើយយើងធ្វើការបែងចែកវាជា2ស្រែដែលស្រែមួយចំហៀងយើងដាក់ពូជចំបៃស70មួយចំហៀងយើងដាក់ពូជស្រងាយថ្មីដោយពុះភ្លឺចំកណ្ដាលស្រែអញ្ចឹងដោយសារតែស្រែយើងតែមិនស្រែតែមួយទេប៉ុន្តែយើងពិសោធន៍ពូជ2អញ្ចឹងទៅក៏យើងបែងចែកវាជា2ហើយស្រូវនេះគឺយើងត្រប់ពីព្រោះបាន9ថ្ងៃគឺវារីងទឹកអស់ហើយយើងមកដាក់ទឹកទេប៉ុន្តែដល់ពេលខ្វះតាគឺជា3ថ្ងៃឬ4ថ្ងៃដែលយើងមុនពេលដែលយើងដាក់ជីហ្នឹងបើជីលើកទី1ហ្នឹងក៏យើងធ្វើការដាក់ទឹកវាហើយនៅដំណាក់កាលហ្នឹងដែរក៏មានវត្តមានទ្រីបបំផ្លាញដែរចំពោះស្រែនេះដោយសារតែយើងពិសោធន៍ប្រៀបធៀបពូជអញ្ចឹងស្រែនឹងតែមួយទេតែយើងពុះជា2មួយចំហៀងយើងប្រើចំបៃ70ហើយមួយចំហៀងទៀតយើងដាក់ស្រងាយថ្មីចំពោះបរិមាណពូជគឺយើងប្រើបរិមាណ150គីឡូក្នុងមួយហាត់ចំពោះបងប្អូនដែលធ្លាប់ប្រើប្រាស់ពូជច្រើនកាលពីមុនឬក៏ការអនុវត្តកន្លងមកចឹងបងប្អូនអាចមើលវីដេអូនេះហើយយកជាបទពិសោធន៍ឬក៏ប្រៀបធៀបជាមួយនឹងការប្រើប្រាស់របស់បងប្អូនកន្លងមកតាមមួយណាដែលល្អចឹងណាចំពោះស្រូវទាំងពីរនេះមានអាយុកាល90ថ្ងៃដូចគ្នាប៉ុន្តែក្រោយពីការពិសោធន៍ជាក់ស្ដែងគឺយើងឃើញថាចំបៃស70គឺវាបែកចេញមុនស្រងាយថ្មីក្នុងស្រូវមួយគ្រាប់បាន17ដែរចឹងដូចនៅក្នុងវីដេអូនឹងអញ្ចឹងក្រោយពីស្រូវបែកហើយយើងបានធ្វើការរាប់ចំនួនដើមដែលវាបែកចេញមកហើយបែកចេញមកហ្នឹងវាចេញគួរបានប៉ុន្មានអញ្ចឹងណាក្នុងផ្ទៃដី1ម៉ែត្រការ៉េហើយនៅដំណាក់កាលហ្នឹងក៏វាមានការរំបំផ្លាញពីតង្កូវស៊ីស្លឹកដែរប៉ុន្តែវាមិនកើតច្រើនទេក្នុងបរិមាណតិចតួចទេយើងមកស្ដាប់ទាំងអស់គ្នាពីការវិតម្លៃរោគសញ្ញារបស់តង្កូវកាត់ស្លឹកឬក៏វាមានការបំផ្លាញបែបណាដែលយើងអាចហៅថាជាប្រភេទតង្កូវកាត់ស្លឹកវាស៊ីវាកោសបដោយស្លឹកវាកោសបដោយស្លឹកឲ្យអាចវាស៊ីហើយវាមានវារុំហើយវានៅក្នុងហ្នឹងប៉ុន្តែវាជួននោះវាចេញទៅដើមផ្សេងទៀតជួនទៅសំអោយវាប្រសាទមានប្រយោជន៍ទៅស៊ីទៅបាត់វាហ្នឹងហើយភាគច្រើនកុំហឹកមកយើងនិយាយទៅបាយមកលុកហើយនឹងកន្លែងល្អស្លឹកស្រូវយើងធំវាស្រួលល្មើនេះថ្ងៃទី6ខែ10 2025បើកលេចមកមើលស្រូវរបស់យើងចំបៃស70យើងគឺចិត្តបានច្រូតមែនតើហើយចាប់ផ្ដើមក្រហមមែនតើហើយស្ងាយយើងក៏ល្អមិនធម្មតាចំពោះស្ងាយថ្មីនេះខ្ញុំដំបូងឡើយខ្ញុំគិតថាវាមិនផ្លែដល់ប៉ុណ្្នឹងទេខ្ញុំគិតថាវាមិនអាចល្អអញ្ចឹងណាប៉ុន្តែដល់ពេលឥឡូវមានអីអ្នកគ្នាល្អតាចឹងយើងរងចាំអ៊ុតមើលទិន្នផលទាំងអស់គ្នាតើបានទិន្នផលប៉ុណ្ណាក្រោយពីស្រូវរបស់យើងបានអាយុ90ថ្ងៃយើងបានធ្វើកម្មវិធីទិវាស្រែកសិករដែលយើងធ្វើការបង្ហាញនៅលទ្ធផលដែលយើងធ្វើការប្រៀបធៀបពូជស្រងាយថ្មីនិងចំបៃស70ហ្នឹងតើវាទទួលបានលទ្ធផលបែបណាក្នុងនោះដែរក៏មានការចូលរួមពីកសិករដែលគាត់មានស្រែនៅជុំវិញស្រែដែលយើងធ្វើការពិសោធន៍វិជាកសិករដែលនៅភូមិជិតៗហ្នឹងដើម្បីឲ្យគាត់មកចូលរួមមើលពីការពិសោធន៍ពូជរបស់យើងតើការពិសោធន៍ហ្នឹងស្រូវរបស់យើងហ្នឹងវាធន់ជាមួយនឹងអាកាសធាតុធន់ជាមួយនឹងជំងឺកម្រិតណាហើយទិន្នផលដែលយើងទទួលបានពីការអនុវត្តបច្ចេកទេសផ្សេងៗហ្នឹងតើវាទទួលបានទិន្នផលបែបណាអញ្ចឹងក្នុងកម្មវិធីហ្នឹងគឺយើងធ្វើការច្រូតស្រូវចំនួន3ម៉ែត្រការ៉េមួយមុខមានន័យថាចំបៃស70 3ម៉ែត្រការ៉េស្រងាយថ្មី3ម៉ែត្រការ៉េដើម្បីយកទៅធ្វើការបែន
ចូលស្រូវដើម្បីយើងវាស់ឬក៏កណនីនៅទិន្នផលជាហត្តាតែក្នុងមួយហត្តាយើងនឹងទទួលបានទិន្នផលប្រមាណគីឡូក្នុងថ្ងៃដែលយើងធ្វើកម្មវិធីទិវាស្រែហ្នឹងដោយសារតែស្រូវយើងដល់អាយុ90ថ្ងៃមែនក៏ប៉ុន្តែវានៅរៀងស្ទើរមិនតាន់ទុំស្រស់ល្អដូច្នេះហើយបានជាយើងច្រូតតាចំនួនតាតិចហ្នឹងដើម្បីយកមកវាស់នៅទិន្នផលចាក្រោយពីយើងធ្វើការបោកបែនសរុបទិន្នន័យទាំងអស់មកគឺយើងនឹងធ្វើការបង្ហាញជូនទៅដល់កសិករដែលគាត់បានចូលរួមទាំងអស់នឹងឲ្យយើងដឹងភ្លាមៗថាតើទិន្នផលយើងបានប៉ុន្មានអញ្ចឹងណាអញ្ចឹងសរុបមកគឺចំពោះចំបៃស70គឺយើងទទួលបានទិន្នផល6តោនក្នុងមួយហត្តាហើយចំពោះស្រងាយថ្មីយើងទទួលបានទិន្នផល5តោន100គីឡូអញ្ចឹងសរុបមកយើងសរុបទាំងការចំណាយទាំងអីផ្សេងៗទាំងអស់ហើយយើងប្រៀបធៀបទៅគឺការធ្វើស្រូវរបស់យើងនោះគឺទទួលបានផលចំណេញសរុបជារួមពូជចំបៃស70និងពូជស្រងាយថ្មីជាពូជរបស់ខ្មែរដែលมันប្រកាន់រដូវហើយសម្រាប់បងប្អូនដែលគាត់ចង់ធ្វើស្រូវដែលมันប្រកាន់រដូវជំនួសទៅដោយពូជក្រៅស្រុកអញ្ចឹងអាចពិចារណាលើពូជទាំងពីរនេះបានចំពោះទិន្នផលក៏វាល្អក៏ប្រសើរដែរចុងក្រោយសូមអរគុណបងប្អូនអរគ្នាដែលបានមើលវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូក្រោយជម្រាបលា